សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះ Channel សុតបរានខ្មែរអង្គរសូមចែករំលែកនៅចំណេះដឹងទាក់ទងទៅនឹងដើមវល្លិវាយហ្នឹងហើយដូចបងប្អូនឃើញនៅក្នុងរូបភាពនេះស្រាប់អញ្ចឹងដើមឈើនេះគឺជាប្រភេទវល្លិទេបងប្អូនអាហ្នឹងស្ទើរវល្លិស្ទើរដើមបើន័យថាវាប៉ះសិនមកដុះនៅក្បែរគេវាទៅជាវល្លិវាតោងគេតោងឯងអញ្ចឹងណាហើយប្រសិនមកវាដុះដោយឡែកពីគេវាជាលក្ខណៈដូចគុំព្រឹកដែរប៉ុន្តែទូទៅវាច្រើនតែដុះអាស្រ័យគេហៅថាវល្លិគេថាវល្លិវាយហ្នឹងហើយវល្លិវាយហើយវល្លិវាយនេះវាមានជ្រុងវាក្រហមព្រឿងបងប្អូនជ្រុងវាមូលក្រហមព្រឿងរួចខ្លាយទៅជាពណ៌ក្រមៅហើយសាច់វាវិញប្រសិនបើយើងកាត់ទៅវារាងស្រទាប់ហ្នឹងហើយពណ៌សកមអញ្ចឹងណាមាន7ធ្នាប់មានសំទោស7ស្រទាប់ឬក៏9ស្រទាប់ហ្នឹងស្រទាប់វាបងប្អូនសាច់វាហើយស្លឹកវាដុះទល់តងគ្នាទេរៀងពងក្រពើទ្រវែងណាពងក្រពើទ្រវែងអញ្ចឹងហើយកែមស្លឹកវារៀងរណាប៉ុន្តែរណាហ្នឹងវាមិនជារណាដែលជ្រៅទេរៀងកែមរណាតិចទេហ្នឹងហើយបងប្អូនហើយផ្ទៃស្លឹកខាងលើវាពណ៌ខៀវអញ្ចឹងហើយរលោងអត់មានគ្រើមមានអីទៅគឺពណ៌រលោងតែម្ដងដើមវល្លិវាយនេះវាស្តៀងទៅនឹងដើមដកទូកដែរបងប្អូនស្តៀងដើមដកទូកដែរប៉ុន្តែគ្រាន់តែដកទូកវាមានរសជាតិល្វីងឯវល្លិវាយនេះគឺអត់ល្វីងទេហើយដកទូកវាមានតាមដើមឈើវាហ្នឹងតាមដើមវាមានថ្នាំងដូចបន្លាអញ្ចឹងណាដូចខ្នាយមន់អញ្ចឹងឯងប៉ុន្តែដើមវាយវាអត់មានថ្នាំងបន្លាដូចខ្នាយមន់ទេហើយស្លឹកវាយវាអត់មានល្វីងទេហើយវាមានកង់កេមហ្នឹងពណ៌ក្រហមហើយសាច់វាពេលដែលយើងកាត់ទៅរាងស្រទាប់ពីចាប់ពី7ទៅ9ស្រទាប់ហ្នឹងហើយចំណែកឯផ្កាវាគឺដុះជាក្រចុំអញ្ចឹងឯងផ្កាជាក្រចុំអញ្ចឹងឯងស្តៀងទៅនឹងផ្កាអង្គាសិលដែរប៉ុន្តែគាត់តែផ្កាអង្គាសិលវារាងធំអញ្ចឹងណាប៉ុន្តែវាយនេះវាផ្កាអញ្ចឹងឯងតូចទេរាងមកក្រចុំតូចហ្នឹងឯងសម្រាប់ដើមវល្លិវាយវិញយើងប្រើជាឱសថសម្រាប់តកតទៅនឹងអាការៈជំងឺតឹងពោះបងប្អូនមានអាការៈតឹងពោះតឹងពោះធំពោះអញ្ចឹងគេប្រើវល្លិវាយនេះចាប់ពី15ក្រាមទៅ30ក្រាមទៅសម្រាប់ដាំទឹកទទួលទានអញ្ចឹងកាលណាដែលយើងដាំទឹកទទួលទានវល្លិវាយហ្នឹងវាធ្វើឲ្យយើងដើរខ្យល់យើងមិនទន់លិមួកបត់ជើងធំស្រួលអញ្ចឹងណាទៅឲ្យតែអ្នកពិបាកបត់ជើងធំបងប្អូនពិបាកបត់ជើងធំតឹងពោះលិមុខរឹងពិបាកបត់ជើងធំ 3-4 ថ្ងៃបត់ជើងធំម្ដងអញ្ចឹងមានអាការៈជាតិពុលនៅក្នុងខ្លួនយើងហ្នឹងជារស័ព្ទរសល់ពោះហ្នឹងក៏តឹងខ្យល់ក៏មិនដើរតឹងពោះផ្អេសអញ្ចឹងបងប្អូនសាកប្រើវល្លិវាយនេះ15ក្រាមទៅ30ក្រាមប្រសិនបើយើងមិនដឹងទេគ្រាន់តែយើងកាត់វល្លិវាយនេះកង់ចាំងជាចំណាំងហើយយើងយកមកក្តាប់ណាដាក់មកក្តាប់ទៅដាំទឹកហូបទទួលទានទៅនឹងអាការៈនៃការតឹងពោះពិបាកបត់ជើងធំអីហ្នឹងវានឹងមានអាការៈធូរស្រាលបត់ជើងតូចបត់ជើងធំអីហ្នឹងស្រួលហើយដើរខ្យល់ផងដែរនឹងដើរខ្យល់ទទួលទានទៅដើរខ្យល់ស្រួលហ្នឹងហើយវល្លិវាយនេះគេច្រើនតែផ្សំនៅក្នុងរុក្ខជាតិឱសថទូទៅគេច្រើនផ្សំហើយឧទាហរណ៍ថាដើមឈើមានប្រមាណមុខ 4-10 មុខរូបមន្តអញ្ចឹងគេមិនសូវចោលវល្លិវាយទេព្រោះថាវល្លិវាយដាក់ទៅធ្វើឲ្យយើងបត់ជើងធំស្រួលអញ្ចឹងដល់បន្ទន់លិមួកព្រោះរុក្ខជាតិខ្លះវាមានជាតិចត់ដល់ជាតិចត់អីចឹងទៅធ្វើឲ្យផ្សះហ្នឹងគឺពិបាកបត់ជើងធំហ្នឹងហើយអញ្ចឹងគេប្រើវល្លិវាយនេះដើម្បីជួយសម្រួលដល់ការបត់ជើងធំបន្ទន់លិមួកជាពិសេសបងប្អូនដែលមានបញ្ហាកើតទាញទឹកហ្នឹងហើយកើតទាញទឹកធំពុះអីហ្នឹងគឺច្រើនយកវល្លិវាយដកពាយកណ្ដាប់ចង្អេរហ្នឹងដាក់លាយចូលគ្នាទៅដាំទឹកហូបទៅប៉ុន្តែគេមានរុក្ខជាតិអីផ្សេងអញ្ចឹងណារុក្ខជាតិណាដែលវាបញ្ចុះទឹកនោមរុក្ខជាតិណាដែលជួយផ្សះរុក្ខជាតិណាដែលវាជួយឲ្យបត់ជើងធំស្រួលមិនពិបាកអីហ្នឹងបន្ទន់លិមួកហ្នឹងគេច្រើនតែប្រើអញ្ចឹងប៉ុន្តែក្នុងរូបមន្តទាំងអស់ហ្នឹងប្រសិនបើបងប្អូនមានអាការៈនៃជំងឺធំពោះទាញទឹកហ្នឹងគេមិនសូវចោលវល្លិវាយទេបងប្អូនអញ្ចឹងប្រសិនបើមានអាការៈជំងឺហ្នឹងបងប្អូនលាយទៅវល្លិវាយមួយក្តាប់ឬក៏ពីរក្តាប់អីចឹងណាសម្រាប់បញ្ចុះទាញទឹកហ្នឹងហើយប្រសិនបើបងប្អូនមានអាការៈនៃអំពើអំពាន់យើងឆ្ងល់ថាក្រែងថាងត្រូវមុនខ្មៅគេអំពើអំពាន់ធំពោះហើមពោះឲ្យបងប្អូនអាចសាកប្រើបានប្រើមួយក្តាប់ឬក៏មួយក្តាប់កន្លះហ្នឹងទៅដាំទឹកទទួលទានទៅចឹងអាការៈនៃជំងឺហើមពោះតឹងពោះដែលបងប្អូនសង្ស័យថាត្រូវមុនខ្មៅអំពើអំពាន់ហ្នឹងក៏យើងអាចប្រើបានដែរព្រោះពីដើមឡើយចាស់យើងប្រើច្រើនតែប្រើនៅក្នុង
thằng năm chia ba chủng ngữ tại toàn tình năng rừng bơm pon năng ai tam ba chủng ngữ bồ ran nè hai pua tăng pua bị bồ ran mất cái chân ha trâu pơ trâu ấy chẳng á năng bông ổn còn nó bây chủng ngữ sập ngày năng mồm pi ca và bạn bọn trường thông tiền dương và bạn bọn trường thông miền phanh ha được đông ba ấy năng liền mỗi dương cha du ngay pết bốn phèm ngay dương tới này lạc hai dương tới vừa dương tăng pua hai pua ấy chẳng ngày năng ngày chẳng rục cả chuyện này vò vi này vi sầm ra bằng tôn liền muaឬក៏ធ្វើឲ្យយើងរៀកប៉ិនរៀកក៏មិនរៀកខ្លាំងដែររៀកតែល្មមដែរទេហ្នឹងហើយហើយដើរខ្យល់បន្ទន់នេះមុខដើរខ្យល់ហ្នឹងហើយអញ្ចឹងប្រសិនបើមានអាការៈតឹងពោះអីហ្នឹងដាក់ទៅគឺវាធូរពោះហើយដល់លេងតឹងលេងតឹងសុកសិតអីហើយហ្នឹងហើយជាពិសេសបើសិនបើសង្ស័យថាត្រូវមុនខ្មៅគេអីចឹងណាត្រូវមុនខ្មៅតឹងពោះហើមពោះអីហ្នឹងបងប្អូនអាចសាកប្រើបានដែរប្រើវ៉វាយទៅក្តាប់ចាអេទៅវាយដក2ក្តាប់ចាអេទៅប្រើតែ3មុខហ្នឹងឬក៏ប្រើតែវាយមួយមុខហ្នឹងក៏បានដែរសម្រាប់បញ្ចុះនៅបញ្ហាអំពើអំពាន់ឬក៏តឹងពោះហើមពោះហ្នឹងហើយអញ្ចឹងអាចសាកប្រើបានហើយវាយនេះពីបុរាណមកក៏ខ្មែរយើងច្រើនតែប្រើជាវ៉ដុសដែរបងប្អូនវ៉ដុសបានតែគេកាត់វ៉ហ្នឹងយកទៅដុសធ្វើថ្នាំដុសហ្នឹងហើយថ្នាំដុសឲ្យក្មេងដែលមនុស្សចាស់អញ្ចឹងទៅក្តៅខ្លួនឬក៏ថប់ដង្ហើមពិបាកបត់ជើងធំបាក់អីហ្នឹងតឹងពោះហ្នឹងគេច្រើនតែយកវ៉វាយហ្នឹងទៅដុសជាមួយទឹកអង្ករដុសជាមួយទឹកដូងឬដុសជាមួយទឹកសុទ្ធអីចឹងណាទឹកធម្មតាយើងដុសវាទៅឲ្យវាចេញជាតិហើយបានគេយកទឹកហ្នឹងមកផឹកទទួលទានទៅហ្នឹងហើយហ្នឹងសម្រាប់ចាស់ពីដើមគឺគាត់ប្រើអញ្ចឹងឯងអញ្ចឹងសូមបញ្ជាក់ម្ដងទៀតបងប្អូនទោះបីជាបងប្អូនសង្ស័យថាជាជំងឺមុនខ្មៅអំពើអំពាន់អីក៏ដោយឬក៏បងប្អូនមានអាការៈជំងឺតឹងពោះហើមពោះមិនដើរខ្យល់ពិបាកបត់ជើងធំ3 4 5ថ្ងៃបានបត់ជើងធំម្ដងធ្វើឲ្យអាការៈនៅក្នុងពោះយើងវាតឹងវាក្តៅវាណែនសោកសៀតហល់ហើមនៅក្នុងពោះយើងហ្នឹងបងប្អូនយកវ៉វាយហ្នឹងចំនួន1ក្តាប់ដាំទឹកហូបទៅហ្នឹងហើយប្រសិនបើយើងមិនដឹងពីចំនួនក្រាមប៉ុន្តែបើសិនជាយើងដឹងពីចំនួនក្រាមគឺប្រើ15ក្រាមទៅ30ក្រាមប្រើស្រស់ក៏បានប្រើស្ងួតក៏បានហ្នឹងហើយតែប្រសិនបើមិនដឹងក្រាមទេបងប្អូនយកមកក្តាប់ទៅឬមកក្តាប់កន្លះក៏បានដែរប្រើតែមកក្តាប់ក៏បានដែរដាក់ដាំទឹកទទួលទានទៅអាការៈនៃការហើមពោះតឹងពុះបាក់បត់ជើងធំមិនដើរខ្យល់អីហ្នឹងវានឹងមានអាការៈធូរស្រាលមកជាសភាពធម្មតាវិញហើយអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេសូមអរគុណបងប្អូនទាំងអស់គ្នាដែលបានទស្សនាតាមដានសូមជួយ Subscribe ឬក៏ជាវនៅ Channel ឱសថបុរាណខ្មែរអង្គរនេះម្នាក់មួយផងដើម្បីទទួលបាននៅវីដេអូថ្មីទៀតទាក់ទងទៅនឹងរុក្ខជាតិឱសថនៃប្រជាជាតិកម្ពុជានៃយើងសូមជូនពរបងប្អូនទាំងអស់គ្នាមានសុខភាពល្អចម្រុងចម្រើននៅក្នុងការងារក្នុងអាជីវកម្មសុខសប្បាយទាំងអស់គ្នាអរគុណច្រើន